Rướng át cầm bằng té chơ cái bài bằng chụp xâm lính chón bọ vù ú chlong cắt chân ló cái đa ăn đẹt xâm lính cuốc cần đừng chón lon tịnh tịnh xâm lính ngốn nâng sập sập tả nẹ thọp tế bê cầm bông ông cúi mà nhạc ánh khăn ông phiếp ngờ ngật sạp tề miệng rõm thà miên chón trật chạc bọ cắt canh chân hỏi khấn tam lý đó có ộp cho người chừng ngọp phi một bát trầu mô đời khmiênประพบ មនុស្សចាស់តែងផ្ដាំថាបើបានក្លិនផ្កាមលិះពេលយប់ស្ងាត់គុំងាកក្រោយឲ្យសោះព្រោះញាក់ដែលមកលេងអាចមិនមែនជាមនុស្សនោះទេប៉ុន្តែចុះយ៉ាងណាបើញាក់ដែលឈរនៅខាងក្រោយខ្នងអ្នកគឺជាមនុស្សដែលអ្នកធ្លាប់ស្រឡាញ់ស្មើជីវិតកាលពីជាតិមុនសំឡេងចាំងរឹតនិងកងកែបយំកងរំពឹងពីជំងាយសំឡេងស្លឹកឈើក៏កិតគ្នាផ្ទះឈើបុរាណមួយខ្នងសាងសង់ខ្ពស់ផុតពីដីស្ថិតនៅដាច់ស្រយាលពីភូមិជាប់នឹងបឹងឈូកដ៏ធំមួយដែលគេបកបង់ចោលអ្នកភូមិហៅទីនេះថាបឹងនាងរលត់គ្មានអ្នកណាហ៊ានដើរកាត់ទីនេះទេនៅពេលយប់ព្រោះទឹកបឹងតែងតែមានពពុះខាបហើយផ្កាឈូកតែងតែរីកពណ៌ក្រហមឆ្អៅខុសប្រក្រតីនៅរៀងរាល់យប់សិលវិជ្ជាគឺជាតន្ត្រីករវ័យក្មេងម្នាក់ដែលទើបតែមករស់នៅផ្ទះនេះដើម្បីស្វែងរកភាពស្ងប់ស្ងាត់ក្នុងការតែងភ្លេងបុរាណយប់នេះផ្ទៃមេឃខ្មៅងងឹតសូនឈឹងមានតែពន្លឺចង្គៀងប្រេងកាតឆែកព្រិចបញ្ចាំងស្រមោលវិជ្ជាទៅលើជញ្ជាំងកដាបរិយាកាសស្ងប់ស្ងាត់ពេកស្ងប់ស្ងាត់រហូតដល់គួរឲ្យខ្លាចសំឡេងអូខ្សែត្រកំសត់អន្លូនអន្លោចសំឡេងតំណក់ទឹកស្រក់តក់តក់នាឡិកាជញ្ជាំងវាយគងម៉ោង12រំលងអទាត្រីវិជ្ជាចាប់ដើមអូខ្សែត្របង្កើតបានជាសំឡេងកំសត់ស្រក់ទឹកភ្នែកស្រាប់តែសីតុណ្ហភាពក្នុងបន្ទប់ធ្លាក់ចុះត្រជាក់ស្រែបសំឡេងខ្យល់ហួហែងបក់កាត់ចន្លោះក្តារចង្គៀងប្រេងកាតរលត់ឈឹងរួចក៏ឆេះមកវិញដោយអណ្ដាតភ្លើងពណ៌ខៀវស្រាលក្លិនផ្កាម្លិះដ៏ក្រអូបឈ្ងុយឆ្ងប់បានសាយភាយពេញបន្ទប់វិជ្ជាបិទភ្នែកតែកំពុងអូសខ្សែត្រស្រាប់តែគាត់មានអារម្មណ៍ថាមានម្រាមដៃត្រជាក់ស្រែបដោយទឹកកកមកស្ទាបអង្អែលស្មារបស់គាត់ថ្នមរោមដៃរបស់គាត់បាក់ក្រោកគាត់ឈប់អូសត្រភាពស្ងប់ជ្រងំចូលមកជំនួសស្រាប់តែមានសំឡេងខ្សឹបយ៉ាងស្រទន់តែលន់លូនលន់ឡោចបន្លឺឡើងក្បែរត្រចៀកខាងឆ្វេងភ្លេងពីរោះណាស់ហេតុអ្វីបងឈប់លេងសំឡេងជំហ៊ានជើងដើរស្រាលសំពុតសូតអូសកាត់ក្តារដង្ហើមធ្ងន់របស់តួអង្គប្រុសវិជ្ជាបើកភ្នែកឡើងសន្សឹមងាកទៅរកប្រភពសំឡេងនៅកាច់ជ្រុងបន្ទប់ងងឹតស្រមោលស្ត្រីម្នាក់ឈរស្ងៀមធឹងនាងស្លៀកសំពត់ចងក្បិនសូត្រពណ៌សសក់វែងប្រាស្មានិងមានក្លិនម្លិះភាយចេញពីខ្លួនពេលនាងជៀនជើងចេញមកត្រីពន្លឺព្រះច័ន្ទវិជ្ជាស្ទើរតែកាំងបេះដូងនាងស្អាតណាស់ស្អាតរកគូប្រៀបងៀនតែស្បែកនាងស្លេកស្លាំងគ្មានឈាមសោះហើយជើងនាងមិនប៉ះកម្រាលក្តារនោះទេនាងគឺជាស្រីពេជ្រជាព្រីបាត់បឹងដែលញាក់ភូមិខ្លាចត្រអាក្រែងជំនួសការរត់ខ្ជិកវិជ្ជាបាយគីត្រីមុនស្នេហ៍នេះកែវភ្នែកដ៏កំសត់របស់នាងរាល់យប់ស្រីពេជ្រតែងតែលេចមុខមកស្ដាប់វិជ្ជាលេងភ្លេងភាពភ័យខ្លាចប្រែជាភាពស្និទ្ធស្នាលមនុស្សនឹងព្រាយចាប់ផ្ដើមធ្លាក់ចូលទៅនឹងអន្លង់ស្នេហាគ្នាដោយមិនដឹងខ្លួនសំឡេងឆ្កែលូពីជងាយយ៉ាងព្រឺព្រួយសំឡេងផ្កនលុនក្រឹមលន់នៅមេឃក្តីសុខតែងតែមានពេលកំណត់យប់មួយខ្យល់ព្យុះបក់យ៉ាងខ្លាំងមកលើផ្ទះញាក់ភូមិនិងលោកតាអាចារ្យបានដឹងរឿងនេះហើយបានយកខ្សែសីមានិងទឹកមុនមកហុំប្រពន្ធផ្ទះវិជ្ជាដើម្បីចាប់ព្រាយស្រីនោះស្រីពេជ្របញ្ចេញខ្លួនទាំងត្រដាបត្រដួរ
ពន្លឺផ្លែកបន្តបញ្ចាំងឲ្យឃើញមុខនាងប្រែជាគួរឲ្យខ្លាចបន្តិចភ្នែកឡើងក្រហមសរសៃឈាមខ្មៅលិតលឺស្បែកស្លេកស្លាំងដោយសារអំណាចទឹកមុនក្តីក្រហាយរទេះវិជាស្ទុះទៅអោបស្រមោលដ៏ត្រជាក់ស្រែបនោះទាំងទឹកភ្នែកទៅឲ្យឆ្ងាយទៅបងអូនចិត្តទ្រាំលែងបានហើយនាងយំដោយបញ្ចេញសំឡេងក្រហឹមលាយឡំជាមួយនឹងភាពឈឺចាប់លោកតាអាចារ្យស្រែកប្រាប់ពីក្រោមផ្ទះចេញមកចៅឲ្យនាងនោះហើយដែលសម្លាប់ម្ចាស់ផ្ទះមុនវាចង់យកប្រលឹងឯងទៅនៅបាត់បឹងជាមួយវាហើយស្រាប់តែរឿងនឹកស្មានមិនដល់កើតឡើងងងឹតសូនឈឹងមិនមែនស្រីពេជ្រទេដែលចេញទៅវាយប្រហារលោកតាអាចារ្យស្រមោលខ្មៅដ៏ធំនឹងកាយសាហាវមួយរូបរាងជាបុរសចំណាស់ពាក់អាវធំបានផុសពីសសរកណ្ដាលផ្ទះនោះទើបជាវិញ្ញាណកំណាចពិតប្រាកដដែលសម្លាប់ម្ចាស់ផ្ទះមុនហើយវាកំពុងស្ទុះសម្ដីមកហែកកវិជ្ជាស្រីពេជ្រមិនមែនមកទីនេះដើម្បីយកជីវិតវិជ្ជាទេនាងមកទីនេះដើម្បីការពារគាត់ព្រាយស្រីកំសត់បានប្រមូលធម៌ពលចុងក្រោយរបស់នាងស្ទុះទៅរាំងមុខវិជ្ជានិងតតាំងជាមួយវិញ្ញាណកំណាចនោះយ៉ាងសាហាយសំឡេងស្រែកយ៉ាងឈឺចាប់និងសំឡេងបែកកញ្ចប់ពន្លឺធ្ញិនភ្លឺចិញ្ចាំងពេញផ្ទះរួចអ្វីក៏ស្ងប់ជ្រងំវិញ្ញាណកំណាចរលាយបាត់ហើយស្រីពេជ្រក៏រលាយคล้ายជាផែផន់នៃស្រទាប់ផ្កាឈូកធ្លាក់មកលើកំរាលក្តារមុននឹងបាត់រូបសូននាងញញឹមទាំងទឹកភ្នែកហើយខ្សែបថាអូនសុំទោសដែលមិនអាចនៅស្ដាប់ភ្លេងបងជារៀងរាល់ថ្ងៃរហូតមកដល់សប្តាហ៍ថ្ងៃវិជ្ជាតែងតែអង្គុយអូសខ្សែត្រនៅផ្ទះនោះម្នាក់ឯងគាត់មិនដែលខ្លាចខ្មោចទេព្រោះគាត់ដឹងថាខ្មោចខ្លះគួរឲ្យខ្លាចជាងមនុស្សតែខ្មោចខ្លះទៀតមានបេះដូងស្មោះត្រង់ជាងមនុស្សទៅទៀតពេលយប់ស្ងាត់ជ្រងាត់បើសិនជាអ្នកលឺសំឡេងទ្រលន់លន់លន់ឡោចនឹងបានក្លិនផ្កាម្លិះកុំភ័យអីនាងគ្រាន់តែត្រឡប់មកស្ដាប់ភ្លេងរបស់មនុស្សដែលនាងស្រឡាញ់ប៉ុណ្ណោះ